ដូច្នេះបាទចប់ការប្រកួតមុននេះបន្តិចបាទយើងក៏បានបាទឃើញពីបេក្ខភាពបាទកីឡាករល្អប្រចាំការប្រកួតគឺបានទៅលើខ្សែការពារ Martin បាទរបស់ Nagavel ហើយនេះគឺជាដំណើរនៃការរកជ័យរបស់វិសាខាទល់ជាមួយនឹង Nagavel នៅក្នុងការប្រកួតសប្តាហ៍ទី18ឱកាសដំបូងនៅក្នុងការបាទសម្រុកគឺ Naga ទាត់មកចាប់ជាប់3អ្នកចាំទីកៅសុកសេឡាស្របពេលដែលបាទ Ilvalja ក៏មានឱកាសប៉ុន្តែបាល់ offside ផាកជុងប៊ីនដើរតួសំខាន់មែនទែនថ្ងៃនេះនៅក្នុងការបាទបង្កើតឱកាសខណៈដែលស៊ូវ៉ាន់ក៏ព្យាយាមនៅក្នុងការរកគ្រាប់បាល់ស្របពេលដែលសិនសុផាណាត់ស្ទើរតែមានឱកាសរកគ្រាប់បាល់ដំបូងបានបាត់ទៅហើយឲ្យវិសាខាប៉ុន្តែការតែតមិនចំគោលដៅអុកស៊ូវ៉ាន់មានឱកាសទាត់បាល់ free kick ក៏មិនបានសម្រេចស្របពេលដែលផាកជុងប៊ីនបាទគឺជាអ្នកដែលរកគ្រាប់បាល់បានឲ្យវិសាខានៅចុងវគ្គទី1តាមរយៈការបញ្ជូនបាល់របស់ Lucasទាត់មួយជើងស្ដាំនេះបានធ្វើឲ្យ Redley ហេងបានត្រឹមតែឈរមើលបាល់ចូលទីខ្លួនឯងតែប៉ុណ្ណោះការទាត់មួយជើងស្ដាំនេះគឺពិតជាល្អសម្រាប់ខ្សែប្រយុទ្ធជនជាតិកូរ៉េបាទមួយជើងនេះបាទគឺពេញល្អមែនតើប៉ុន្តែបាទការសប្បាយចិត្តរបស់វិសាខាមិនទាន់បាន1នាទីស្រួលវល់ផងការភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងបានជាគ្រាប់បាល់របស់ Nagavel នៅចុងវគ្គទី1 1-1នៅក្នុងការប្រកួតបញ្ចប់45នាទីដំបូងលោកអញ្ញាកណាលពឹងសុជាតិក៏ផ្លុំកញ្ចែស្របពេលដែលការប្រកួតនៅក្នុងវគ្គទី2បាទទោះបីជាមិនមានគ្រាប់បាល់កើតឡើងក៏ដោយប៉ុន្តែក្រុមទាំងពីរបាទគឺមានឱកាសសម្រុកគ្នាទៅវិញទៅមកហើយក្រុមការងារក៏មានរូបភាពសម្រិតសម្រាំងជូនបងប្អូនផងដែរនេះគឺជាការក្រោះបាល់របស់អុកសវ៉ាន់បាទព្យាយាមនៅក្នុងការទាត់ដែរប៉ុន្តែមិនបានសម្រេចបាទផាកជុងប៊ីនដួលលោកអញ្ញាកណាលមិនពីណីទាត់ពីសិនសវណ្ណមករាក៏មិនចំបាទគោលដៅការតែតមកវិញបាទក៏ដូចជាការទាត់របស់បាទសុសស៊ូហាណាបាទសោកស្ដាយមែនតើមួយជើងនេះហើរឡើងទៅខាងលើការតែតពីវ៉ាន់តៃឡាមីការទាត់របស់បាទវិសាខាជាបន្តបន្ទាប់បាទមានឱកាសបាទប៉ុន្តែមិនបានសម្រេចបាទលំពីសុតព្យាយាមផងដែរនៅក្នុងការបាទទាញកឹបគណៈដែលជឿណាចាក៏មានឱកាសបាទនៅក្នុងការបាទសម្រុកទៅវិញទៅមកបាទគណៈដែលបាទ Nagavel បាទគឺមិនអាចមានឱកាសបាទក្នុងការរកគ្រាប់បាល់វិសាខាក៏ដូចគ្នាបាទព្យាយាមក្រោះហើយក្រោះទៀតបាទមិនមានបាទគ្រាប់បាល់កើតឡើងទេសម្រាប់ក្រុមទាំងពីរចង់មកទៅហើយមានឱកាសប៉ុន្តែមិនមានគ្រាប់បាល់